រឿងลิขิตស្នេហ៍ដែលមិនធ្លាប់បានផ្ញើភ្លៀកបញ្ចប់ភ្លៀងនៅខាងក្រៅនៅតែបន្តធ្លាក់វុធីអង្គុយម្នាក់ឯងក្នុងផ្ទះចាស់របស់យាយដៃរបស់គាត់កាន់សម្បុត្រពណ៌លឿងមួយដែលបានឆ្លងកាត់ពេលវេលាជិត20ឆ្នាំពាក្យនីមួយដែលស្រីពៅបានសរសេរហាក់ដូចជាកំពុងឆ្លាក់ជ្រៅចូលក្នុងបេះដូងរបស់គាត់បន្តអានបងវុធីបើបងកំពុងអានសម្បុត្រនេះមានន័យថាពេលវេលាបានកន្លងផុតទៅយូរហើយខ្ញុំមិនដឹងថាបងធ្លាប់មានអារម្មណ៍ដូចខ្ញុំឬអត់ទេប៉ុន្តែខ្ញុំចង់ប្រាប់ការពិតមួយការពិតដែលខ្ញុំមិនធ្លាប់ហ៊ាននិយាយខ្ញុំស្រឡាញ់បងតាំងពីថ្ងៃដំបូងដែលយើងបានជួបគ្នាខ្ញុំស្រឡាញ់បងនៅពេលដែលបងជួយបង្រៀនមេរៀនឲ្យខ្ញុំស្រឡាញ់បងនៅពេលដែលបងនិយាយអំពីក្តីស្រមៃរបស់បងហើយខ្ញុំស្រឡាញ់បងនៅថ្ងៃដែលយើងដាំដើមក្ងោកជាមួយគ្នាខ្ញុំរងចាំឲ្យបងប្រាប់ខ្ញុំរងចាំពាក្យមួយម៉ាត់ប៉ុន្តែថ្ងៃនោះមិនដែលមកដល់ឡើយទឹកភ្នែករបស់វុធីហូរចុះយឺតអស់រយៈពេលជិត20ឆ្នាំគាត់បានរស់នៅជាមួយការសោកស្ដាយហើយឥឡូវនេះគាត់ទើបតែដឹងថាមនុស្សដែលគាត់ស្រឡាញ់ក៏ស្រឡាញ់គាត់ដូចគ្នាប៉ុន្តែពួកគេទាំងពីរបែរជាជ្រើសរើសភាពស្ងៀមស្ងាត់នៅចុងសម្បុត្រមានអាសយដ្ឋានមួយនិងលេខទូរស័ព្ទចានមួយខ្សែវុធីសម្លឹងមើលវាអស់រយៈពេលយូរបន្ទាប់មកគាត់ក៏សម្រេចចិត្តគាត់ត្រូវតែស្វែងរកនាងមិនថាលទ្ធផលនឹងទៅជាយ៉ាងណាក៏ដោយយ៉ាងហោចណាស់គាត់ចង់ប្រាប់នាងនៅពាក្យដែលគាត់មិនធ្លាប់ហ៊ាននិយាយព្រឹកថ្ងៃបន្ទាប់វុធីបានធ្វើដំណើរទៅភ្នំពេញអាសយដ្ឋានលើសម្បុត្រជាផ្ទះជួលតូបមួយនៅជាយក្រុងបន្ទាប់ពីចំណាយពេលស្វែងរកជាច្រើនម៉ោងទីបញ្ចប់គាត់ក៏បានទៅដល់ប៉ុន្តែអ្វីដែលគាត់បានឃើញមិនមែនជាផ្ទះដែលស្រីពៃធ្លាប់រស់នៅទៀតឡើយទេវាបានប្រែក្លាយជាហាងលក់គ្រឿងទេសតូចមួយវុធីមានអារម្មណ៍ថាក្តីសង្ឃឹមរបស់គាត់កំពុងរលាយបន្តិចម្ដងគាត់ដើរចូលទៅសួរស្ត្រីវ័យចំណាស់ម្នាក់នៅក្នុងហាងគិតមួយសន្ទុះមុននឹងនិយាយឡើងស្រីពៃខ្ញុំនៅចាំនាងបានបេះដូងវុធីលោតញ័រភ្លាមញាក់ស្គាល់នាងមែនទេស្ត្រីចំណាស់ងក់ក្បាលនាងធ្លាប់រស់នៅទីនេះជាក្មេងស្រីដែលមានចិត្តល្អណាស់ក្រោយមកនាងបានទៅជាគ្រូបង្រៀនវុធីញញឹមតិចនោះគឺជាក្តីស្រមៃរបស់នាងហើយនាងក៏បានសម្រេចវាពិតប្រាកដមែនចុះឥឡូវនេះនាងនៅឯណាគាត់សួរស្ត្រីចំណាស់នៅស្ងៀមមួយផ្លែតទឹកមុខរបស់គាត់ប្រែទៅជាស្រប់ធ្លន់អ្នកជាសាច់ញាតិរបស់នាងមែនទេវុធីក្រវៀតក្បាលខ្ញុំជាមិត្តចាស់របស់នាងស្ត្រីចំណាស់ដកដង្ហើមវែងមួយហើយនិយាយពាក្យដែលធ្វើឲ្យពិភពលោករបស់វុធីស្ងប់ស្ងាត់នាងបានទទួលមរណភាពហើយវុធីមានអារម្មណ៍ថាខ្លួនឯងលែងឮអ្វីទាំងអស់សំឡេងរថយន្តនៅខាងក្រៅសំឡេងមនុស្សនិយាយគ្នាសំឡេងខ្យល់បោះអ្វីទាំងអស់ហាក់ដូចជាបាត់ទៅអស់នៅសល់តែពាក្យមួយប៉ុណ្ណោះនាងបានទទួលមរណភាពហើយតាំងពីពេលណាគាត់សួរទាំងសំឡេងញាប់ប្រហែល5ឆ្នាំមុនស្ត្រីចំណាស់ឆ្លើយនាងមានជំងឺធ្ងន់ប៉ុន្តែនាងនៅតែបង្រៀនក្មេងៗរហូតដល់ថ្ងៃចុងក្រោយវុធីបិទភ្នែកទឹកភ្នែកហូរចុះដោយមិនដឹងខ្លួនស្ត្រីចំណាស់ដាវចូលទៅក្នុងបន្ទប់បន្តិចក្រោយមកគាត់ក៏បានយកប្រអប់តូចមួយចេញមកមុននឹងនាងស្លាប់នាងបានទុករបស់នេះឲ្យខ្ញុំនាងប្រាប់ថាបើថ្ងៃណាមានបុរសម្នាក់ឈ្មោះវុធីមករកនាងសូមប្រគល់វាឲ្យគាត់ផងដៃរបស់វុធីញ័រខ្លាំងគាត់ទទួលប្រអប់នោះមកយឺតនៅក្នុងប្រអប់មានរូបថតចាស់មួយសន្លឹកជារូបថតនៅថ្ងៃបញ្ចប់ការសិក្សារូបថតដែលមានគាត់និងស្រីពៅឈរនៅជិតគ្នានៅខាងក្រោយរូបថតមានអក្សរដែលស្រីពៅបានសរសេរទុកបងវុធី ป
ប្រសិនបើថ្ងៃណាបងបានអានសារនេះសូមកុំសោកស្ដាយពីខ្ញុំរីករាយដែលបានស្គាល់បងរីករាយដែលធ្លាប់មានបងក្នុងជីវិតខ្ញុំទោះបីយើងមិនបាននៅជាមួយគ្នាក៏ដោយប៉ុន្តែការចងចាំរបស់យើងនឹងស្ថិតនៅជាមួយខ្ញុំជារៀងរហូតអរគុណសម្រាប់គ្រប់យ៉ាងពីមនុស្សដែលធ្លាប់ស្រឡាញ់បងអស់មួយជីវិតស្រីពៅវុធីអង្គុយស្ងៀមកាន់រូបថតនោះនៅក្នុងដៃអស់ជាច្រើននាទីមានពាក្យណាអាចពិពណ៌នាពីអារម្មណ៍របស់គាត់បានមួយសប្តាហ៍ក្រោយមកគាត់បានត្រឡប់ទៅសាលាចាស់ដើមស្វាយនៅតែឈរដដែលរីឯដើមក្ងោចដែលពួកគេបានដាំជាមួយគ្នាឥឡូវនេះបានคล้ายជាដើមឈើធំមួយផ្កាពណ៌ក្រហមរីកពេញមែកទាំងអស់ស្រស់ស្អាតដូចក្តីស្រមៃរបស់ពួកគេកាលពីក្មេងវុធីឈរក្រោមដើមឈើនោះហើយសម្លឹងទៅកាន់ផ្ទៃមេឃខ្យល់បោះស្រាលដូចថ្ងៃដែលពួកគេធ្លាប់អង្គុយជាមួយគ្នាស្រីពៅគាត់និយាយតិចទីបញ្ចប់បងបានដឹងការពិតហើយបងក៏ស្រឡាញ់អូនដែរហើយបងមិនដែលភ្លេចអូនទេផ្កាក្ងោចមួយធ្លួងបានធ្លាក់ចុះយឺតពីលើដើមឈើនោះហាក់ដូចជាការឆ្លើយតបពីមនុស្សម្នាក់ដែលគាត់បានស្រឡាញ់អស់មួយជីវិតមេរៀនជីវិតពេលខ្លះការសោកស្ដាយធំបំផុតក្នុងជីវិតមិនមែនជាការបរាជ័យទេប៉ុន្តែជាពាក្យដែលយើងមិនហ៊ាននិយាយនៅពេលដែលយើងនៅមានឱកាសនិយាយវាព្រោះពេលវេលាមិនរងចាំនរណាទេហើយមនុស្សមួយចំនួននៅតែរស់នៅក្នុងអនុស្សាវរីយ៍របស់យើងជារៀងរហូត